Facebook បានធ្វើការអាប់ដេតនៅមុខងារថ្មីដែលយើងអាចធ្វើការការពារ Facebook របស់យើងពីការលួចរបស់អ្នកដទៃហើយមុខងារថ្មីហ្នឹងគឺយើងអាចធ្វើការប្រើប្រាស់ជាមួយនឹងការ scan ផ្ទៃមុខការ scan ម្រាមដៃក៏ដូចជាការដាក់លេខកូដដើម្បីការពារសុវត្ថិភាពនៅ Facebook របស់យើងបាទអញ្ចឹងកុំឲ្យខាតពេលយូរជាដំបូងបងប្អូនគ្រាន់តែធ្វើការចូលជាមួយនឹង Facebook ជាមុនសិនបន្ទាប់មកយើងធ្វើការចុចជាមួយនឹង profile Facebook ហើយត្រង់ចំណុចនេះ scroll មកក្រោមយើងយកពាក្យថា setting and privacy បន្ទាប់មកយើងធ្វើការចុចត្រង់ចំណុចពាក្យថា setting ហើយត្រង់ចំណុចនេះបងប្អូនកលេចមើលខាងលើគឺគេដាក់ថា account center ហ្នឹងអញ្ចឹងយើងចុចត្រង់ចំណុចហ្នឹងបន្ទាប់មកទៀតបងប្អូនធ្វើការចុចទៅលើពាក្យថា password and security បាទអញ្ចឹងមកដល់ត្រង់ចំណុចនេះយើងចុចទៅលើពាក្យថា passkey អញ្ចឹងមុខងារ passkey គឺជាមុខងារថ្មីហើយខ្ញុំក៏ធ្លាប់បានធ្វើការដាក់រួចរាល់ដែរអញ្ចឹងត្រង់ចំណុចនេះខ្ញុំនឹងធ្វើការលុបនៅមុខងារមួយហ្នឹងដើម្បីងាយស្រួលបង្ហាញបងប្អូនសាជាថ្មីពីរបៀបក្នុងការធ្វើបែបហ្នឹងបាទអញ្ចឹងខ្ញុំសូមចុចលុបហើយត្រង់ចំណុចនេះគឺ scan នៅម្រាមដៃដើម្បីធ្វើការលុបវាហើយបន្តមកទៀតយើងលុបហើយបងប្អូនចុចពាក្យថា use passkey បាទអញ្ចឹងយើងធ្វើការ use passkey បើសិនជាបងប្អូន scan ផ្ទៃមុខគឺកន្លែងហ្នឹងវាតម្រូវធ្វើការ scan ផ្ទៃមុខយើងបើ scan ម្រាមដៃគឺវាតម្រូវឲ្យយើងធ្វើការដាក់ scan ម្រាមដៃឬក៏លេខកូដចឹងទៅនៅពេលដែលយើងធ្វើការចុចឬក៏ scan បែបហ្នឹងហើយគឺវានឹងងាយស្រួលទេវានឹងភ្ជាប់ឬក៏ជាប់ឲ្យយើងអូតូតែម្ដងអញ្ចឹងណាបាទអញ្ចឹងត្រង់ចំណុចនេះខ្ញុំធ្វើការលុបរួចរាល់ហើយអញ្ចឹងដើម្បីបង្កើតវាបានគឺបងប្អូនគ្រាន់តែធ្វើការចុចពាក្យថា create passkey ហើយយើងចុចទៅលើពាក្យថា create passkey ម្ដងទៀតមកបាទអញ្ចឹងនៅពេលដែលយើងចុចដល់ត្រង់ចំណុចនេះដោយតែខ្ញុំបាននិយាយអញ្ចឹងគឺបងប្អូនគ្រាន់តែធ្វើការ scan ផ្ទៃមុខក៏បានម្រាមដៃក៏បានឬក៏បងប្អូនធ្វើការវាយលេខកូដត្រង់ចំណុចហ្នឹងនៅពេលដែលយើងធ្វើការចុចបែបហ្នឹងរួចរាល់គឺវានឹងជាប់មុខងារ passkey នឹងឲ្យយើងតែម្ដងបាទអញ្ចឹងមុខងារមួយនេះគឺសុវត្ថិភាពមែនទែនក្នុងការការពារ Facebook របស់យើងហ្នឹងពីការលួចរបស់អ្នកដទៃបាទអូខេអញ្ចឹងវីដេអូក្នុងការចែករំលែកបងប្អូនពីរបៀបក្នុងការបើកមុខងារ scan ផ្ទៃមុខដើម្បីការពារ Facebook របស់យើងគឺមានត្រឹមតែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ